ឲ្យយើងរៀនប្រើនៅ Google Drive តិចនិយមន័យទៅទៅនឹង Google Drive វាមានឥឡូវយើងមើលតិចចុះយើងនិយាយឲ្យរួមទៅទៅនឹង Google Drive គឺកន្លែងបណ្ដុំទុកនៅឯកសារផ្សេងៗដែលយើងអាចរក្សាទុកបានយើងអាចទុកបានហើយយើងអាចធ្វើការចែកម្លែកបានទៀតណាទៅទៅនឹង Google Drive ហើយនេះជំនួសស្តុកវាគឺគេថានេះមានសមត្ថភាពណាទៅទៅនេះគឺជាទូនាទីរបស់វាចែកម្លែកតាម link ឬក៏យើងកំណត់គេ download ហើយការសម្រួលជាក្រុមតាមលក្ខណៈមានថាយើងប្រើប្រាស់ Google Doc save នៅក្នុង Drive ហ្នឹងអញ្ចឹងអ្នកផ្សេងក៏អាចប្រើទាំងអស់គ្នាជុំគ្នាជាមួយគ្នាបានអញ្ចឹងណាហើយតែកុំព្យូទ័រគេផ្សេងគ្នាកុំព្យូទ័រយើងកុំព្យូទ័រគេតែយើងប្រើលក្ខណៈemail យើងអាច send ទៅគេប្រើឬក៏យើងប្រើ email room អានឹងទីសាស្ត្រកន្លែងការងារវាមានការងារExcel រួមក៏វាមានដែរហើយវាជួយស្វែងរកនៅ Excel លឿនដោយប្រើប្រាស់ AI search ចុះវាមានទាំងនៅលើទូរស័ព្ទដៃទាំងនៅលើកុំព្យូទ័រណាការងាររបស់វាគឺយើងនិយាយពី RAM វាគឺវាអាចផ្ទុកបានដល់ 15G សម្រាប់ការងារធម្មតាយើងអាចទុកបានច្រើនដល់ 5-10G យើងអាចទុកបានច្រើនតែបើសិនជាយើងចង់បានច្រើនជាងហ្នឹងគឺយើងត្រៀមទីយើងទិញនៅ license មកគេទី license មកគេលក់ទៅតាមតម្លៃដល់ហ្នឹងចា៎នេះគឺជាទូនាទីរបស់វាផ្សេងៗដែលគេ secular ក៏វាមាននៅខាងក្រោមដែរយើងមើលតិចចុះយើងអាចនេះ backup ទុកទៀត file ចឹងរបៀបប្រើយើងចូលទៅកាន់ Google Drive យើងមកយើងចុចលើពាក្យ new ហើយយើងធ្វើការ upload នៅ file របស់យើងចូលមិនថា file វីដេអូរូបភាពឬក៏ MP3 មួយណាបានដែរហើយយើងអាចចែកម្លែកតាម link ឬក៏តាម email របៀបឆែកយើងចូលទៅតាមនោះមកនេះរបៀបចែកម្លែកយើងចូលទៅកាន់ឯកសាររបស់យើងចុចលើពាក្យថា C ហើយយើងបញ្ចូលសាច់ឋាន email របស់គេហើយជ្រើសរើសនៅការប្រើប្រាស់របស់គេតើការប្រើប្រាស់របស់អ្នកដែលយើងផ្ញើទៅនឹងយើងចង់ឲ្យគាត់ត្រឹមតែជាអ្នកមើលចឹងគាត់មើលហើយអ្នកcommenter ជាអ្នកមានតម្លៃឬក៏ជាអ្នកកែសម្រួលផ្សេងៗទាំងអស់នៅនឹងខុសឲ្យគាត់កែខ្លួនឯងឬក៏ខុសឲ្យយើងជាអ្នកកែហ្នឹងតែយើងអ្នកកំណត់ហើយយើងចុច send ទៅតាមរយៈ link របស់យើងហ្នឹងហើយរបៀបប្រើវាក៏យើងអាចប្រើតាមលក្ខណៈ offline ដោយយើងមិនប្រើប្រាស់អ៊ីនធឺណិតពេលដែលយើង upload ហើយយើងបិទអ៊ីនធឺណិតហើយយើងប្រើណាហើយយើងបើក Google Drive ចូល setting ហើយចូលចុចលើពាក្យថា line mode ហើយជ្រើសរើសនៅ enable offline access ឯកសារសំខាន់ៗនឹងរក្សាទុកដើម្បីរក្សាទុកដើម្បីប្រើប្រាស់នៅពេលដែលគ្មានអ៊ីនធឺណិតមានថាយើងទុកពេលហ្នឹងពេលដែលយើងបើកយើងមានអ៊ីនធឺណិតហើយយើងចូលទៅកំណត់វាបែបហ្នឹងអញ្ចឹងថ្ងៃក្រោយយើងអត់មានអ៊ីនធឺណិតយើងអាចប្រើទាំងអស់នោះមកវិញបាននៅលើ browser របស់យើងឬនៅទូរស័ព្ទរបស់យើងអញ្ចឹងលើនេះវាបែងចែកជា3ដើម្បីជាការប្រៀបធៀបរវាង Google Drive Dropbox ហើយនិង OneDrive អញ្ចឹងយើងមើលពីការ free របស់វាគឺ free storage ទៅទៅនឹងការទុកតាមនៃវាគឺសម្រាប់ Google Drive គឺវាបាន 15G Dropbox នេះបានតែ 2G ទេនេះគឺបាន 5G ហើយវាមាន Google Doc នេះគឺនេះមានពីរនេះមានទេ offline access វាមានដូចគ្នាទាំង3ហ្នឹង Advanced Search អានេះវាមានតែ Google Drive ទេនេះវាមានទាំង3ដូចគ្នាអានេះរបៀប backup ទុកចឹង backup ចុចលើ Google Drive ចូល setting ជ្រើសរើសពាក្យថា backup and sync ហើយយើងជ្រើសរើសនៅ folder ឬក៏ file ដែលអ្នកចង់ backup ទុកនឹងយើងនិយាយអញ្ចឹងណា try នឹងធ្វើសកម្មភាពដោយស្វ័យប្រវត្តិចប់អញ្ចឹងយើងចូលមកក្នុងអ៊ីនធឺណិតរបស់យើងមកយើងចូលអញ្ចឹងមកយើងអាច search វាថា Google Drive ចឹងមកយ៉ា Google Drive ទៅវាចេញវាវាយខុសបន្តិចក៏វាចេញដែរ
ទៅតង Google Drive នេះវាចាប់បានទេស DDR ឬយើងចូលតាមនេះយើងយកពាក្យថា Drive ដូចគ្នាដើម្បីចូលទៅកាន់ Google Drive សម្រាប់ប្រើប្រាស់អញ្ចឹងនេះគឺជា file ដែលខ្ញុំបានរក្សាទុកនៅក្នុងកម្មវិធី Google Drive អញ្ចឹងយើងអាចមកមើលនៅផ្នែកខាងស្ដាំនេះគឺជា logo របស់វាគេដាក់ Drive ហើយគេដាក់ចំណុចសញ្ញានេះជា logo សម្គាល់ដែលយើងប្រើនៅលើទូរស័ព្ទដៃគឺយើងមើលឃើញរូបវានឹងដែរហើយកន្លែងគឺយើងឃើញពីកន្លែងដែលយើងអាច search បានតែយើងចង់ search អីគេយើងដាក់ពាក្យបែបនេះមកអញ្ចឹងវានឹង load នៅអ្វីទៅទៅនឹងពាក្យថា photo ទាំង folder ទាំង file រូបភាព file video អីទាំងអស់ឲ្យតែមាននៅក្នុងនោះទៅទៅនឹងពាក្យថា photo វានឹង load នៅផ្នែកខាងក្រោមនេះយើងឃើញនេះវា load មកមានតែ5នេះវា load តែ5ឲ្យយើងអញ្ចឹងណាហើយក្នុងនេះវាមានការកំណត់ដែរយើងអាចកំណត់ថាវាជាប្រភេទ file ណាដែលយើងចង់ជ្រើសរើស file video យើងចង់ជ្រើសរើសថាពេលដែលយើង search ហ្នឹងយើងចង់បាន file មួយណាទៅទៅនឹង video PDF photo and image ទៅទៅនឹង Google Form video kit S presentation ឬក៏ Google Sheet Google Doc ឬក៏ folder យើងកំណត់ចឹងទៅវានឹង load តា file ដែលយើងចង់បានហ្នឹងទេហើយនេះទៅទៅនឹង people ចឹង people យើងធ្វើការអានេះសូមអត់នេះទេវា load នៅ email ផ្សេងៗចាប់ copy ដែរហើយចឹងនេះ people សម្រាប់អ្នកដទៃទៀតយើងចុចទៅវា load នឹងឲ្យហើយណានេះយើងស្វែងយល់តិចៗមកទៅទៅការប្រើប្រាស់វាអានេះ modify ទៅទៅនឹងការ search បែបបច្ចេកទេសផ្សេងៗអានេះខ្ញុំសូមអត់ប្រើទេខ្ញុំអត់តែប្រើដល់ផងវាញ៉ៃញ៉ៃពេកអានេះកន្លែងយើងបិទសម្រាប់ប្រើប្រាស់នៅពេល offline នេះយើងប្រើមកយើងចុចចឹងមកចឹងនេះសម្រាប់ប្រើនៅពេល offline ចឹងយើងចុច file មួយចំនួនប្រើទៅដល់ពេលវា offline យើងអាចប្រើ file ឡើងបាននេះ file នេះ offline បាន file ដែលបិទនេះយើងប្រើបានទេប្រើ file ដែលបើកនេះហើយនេះ setting របស់វាយើងចូលទៅនេះជា setting ជិះវាមាន shortcut នៅលើហ្នឹងយើងបើកវាវិញមកលក្ខណៈ online វិញអញ្ចឹង setting វាបើកឲ្យប្រើទាំងអស់វិញអញ្ចឹងវាមាន setting មាន shortcut មានអីលើនេះសម្រាប់យើងប្រើប្រាស់យើងមានការកែសម្រួលអីយើងអាចចូលទៅកាន់ setting វាដើម្បីកំណត់យើងចង់ទិញនេះទៅទៅនឹងការទិញនៅ storage របស់គេបន្ថែមបើយើងចង់បានដល់ 100G អញ្ចឹងចំណាយក្នុងមួយខែគេបញ្ចុះតម្លៃនេះតម្លៃវាពេញគឺថា$2ចុះគេបញ្ចុះនៅសល់តែ 0.49 ទេបើនេះយើងគិតជាឆ្នាំមួយឆ្នាំ23វាបញ្ចុះនៅសល់តែ16ទេអញ្ចឹងយើងទិញដល់ 100G សម្រាប់ 200G មួយខែគឺ70ជាងវា$2តែបញ្ចុះតម្លៃសល់ប៉ុណ្ណេះមួយឆ្នាំគឺ20តា25ចុះតែចុចនេះសម្រាប់ការ discount របស់គេសម្រាប់យើងទិញយកមកប្រើប្រាស់ជាប្រចាំខែហើយនេះយើងអាចកំណត់នៅ setting ផ្សេងៗឥឡូវខ្ញុំអត់ចូលរើទេខ្ញុំអត់ធ្វើការផ្លាស់ប្ដូរទេខ្ញុំទុកនៅដដែលអញ្ចឹង file នេះខ្ញុំបែងចែកសម្រាប់ជា file របស់ខ្ញុំគឺមានទាំង folder យើងចុចលើពាក្យ folder មកអញ្ចឹងវាបង្ហាញតែ file ទៅទៅនឹង file folder នេះសិតតែ folder ដែលខ្ញុំបាន upload ចូលតែពេលយើងចង់បានជាប្រភេទ file អីគេរូបភាពនេះចុចចឹងមកអញ្ចឹងវាបង្ហាញតែ file ដែលទៅទៅនឹងរូបភាពទាំងអស់នៅក្នុងនឹងសម្រាប់យើងជ្រើសចឹងមកនឹងយើងនិយាយតិចៗមកខ្ញុំបញ្យល់មិញម្ដងហើយអញ្ចឹងយើងចុចលើនឹងទៅដើម្បីធ្វើការមើលអានេះវាមានទាំង email Google Meet ផ្សេងៗទៀតទៅទៅ shop modify គឺយើងធ្វើការជ្រើសរើសទៅតាមការ upload របស់យើងរយៈពេលប្រហែលខែមុនមួយខែនេះគិតថា today វាមានពាក្យថា today កាលពីសប្តាហ៍មុនមួយខែមុនមួយឆ្នាំមុនឆ្នាំហ្នឹងច្រឡំឆ្នាំ2025ឬក៏ឆ្នាំ2024ឬក៏យើងអាចចូលទៅកំណត់ផ្សេងៗទៀតនៅលើ custom date range ហើយតែផ្នែកនេះវាមានពាក្យ new នឹងតែខ្ញុំបញ្យល់នៅពេលក្រោយ home គឺនេះគឺជាចំណុច home នេះគឺវាបែងចែកជា folder និងជា file ផ្សេងៗ
ជាមិនដុំមកវានេះគឺជា file រូបភាពនេះចុចអានេះមកវាបង្ហាញមកវិញនេះ folder វាចុចបិទចុចបានមកវិញហើយតែតន try នេះក៏វាតែមួយទេគាត់តែមួយ home នេះវារៀបចំមកតែវានឹងផ្លែកពីកន្លែង try តិច try នេះគឺវាបង្ហាញទាំងអស់ទាំងមូលនៅក្នុងនឹងនេះទៅក្នុងនឹង computer auto change file auto save អានេះវាអត់មានអីទេក្នុងនេះ Google Drive sim with Google Drive យើងអត់ប្រើភ្ជាប់ទេជាមួយនឹង Google Drive ទេអានេះវាភ្ជាប់ជាមួយនឹង computer របស់យើងជាមួយ computer យើងជាមួយនឹង Drive យើងរវាង Drive computer និង Drive Google Drive អានេះយើង share អញ្ចឹងមានថា file ដែលយើង share ទៅកាន់មិត្តភ័ក្តិរបស់យើងនេះជាខ្ញុំ share ទៅកាន់មិត្តភ័ក្តិយើងមានថាមិត្តភ័ក្តិទៅយើង share ទៅតាម file ហ្នឹងឲ្យគេចេះទៅគេនឹងចាប់បានយើងតាមនឹងឬក៏យើងបើក file របស់គេសម្រាប់ប្រើក៏វាមានថាយើងផ្ញើទៅគេឬក៏គេផ្ញើមកយើងឬក៏យើងប្រើរបស់គេនេះគឺ font តតែងមិនចង់បានឆាតអត់ comment នេះទៅនឹង reason ផ្សេងៗដែលយើងបានលុបឬក៏យើងបាទនេះទៅនឹង star នេះយើងចុចនៅលើពាក្យ star នេះវានឹងបង្ហាញនៅផ្នែកម្ដុំនៃ star ហ្នឹងអានេះទៅនឹង Google Sheet ដែលខ្ញុំបានប្រើ spam ខ្ញុំបាន spam អីទេកន្លែងលុបកន្លែង Google Drive យើង 15G ខ្ញុំប្រើតែអត់តែ 2G ទេនៅលើនេះខ្ញុំមិនសូវជាប្រកែកការប្រើប្រាស់វាប្រហែលតែគាត់ថាយើងប្រើអ្វីដែលចាំបាច់ទៅនឹងការផ្ទុកឯកសារមួយចំនួនតើយើងមាន email មួយយើងអាចផ្ទុក 15G អញ្ចឹងណាអានឹងយល់និយាយទៅយើងចង់បានមែនយើងទៅតាមនឹងទៅហើយយើងចូលមកកន្លែង new មកអញ្ចឹងសម្រាប់កន្លែង new វាមានការ upload ជា folder upload ជា file ឃើញទេ upload ជា file មួយ upload ជា folder ឬក៏ upload ជា Google Doc Google Sheet Google Slide Google Form ហើយនៅវាមានមកច្រើនទៀតអញ្ចឹងវាមាន Google Drawing Google Map Google Sheet Size Google អានេះទៅនឹង Canvas ដែលខ្ញុំតាមបន្ថែម Google Add Script ទៅនឹង ChatGPT ឬក៏ Custom យើងធ្វើការ add បន្ថែមពីលើនេះទៀតអញ្ចឹងបើសិនជាយើងចុចលើពាក្យថា folder នេះគឺយើងបង្កើត folder មួយអញ្ចឹងចុចមួយចឹងមកអញ្ចឹងវានឹង load ផ្ទាំងបែបនេះយើងហើយយើងធ្វើការដាក់ឈ្មោះវាតGoogle Shop អញ្ចឹងមកយើងចុចពាក្យថា create អញ្ចឹងក្រោយពីយើងចុចលើពាក្យ create វានឹងធ្វើការបង្កើតនៅ folder យើងនេះអញ្ចឹងចុចលើ folder របស់យើងដែលយើងបង្កើតមិញអីយ៉ានេះកំឡុងយើង folder ផ្សេងនេះ Google Shop នេះចុចលើ Google Shop មកគឺវាមាន file អីទាំងអស់ចុចពេលដែលយើងចូលក្នុងនេះយើងអាចធ្វើការ upload ចូលគឺចុចលើ file មកចេះចំបានរូបភាពមួយណាយើងគ្រាន់តែចុចនៅលើរូបភាពមួយនឹងមកហើយយើងចុចពាក្យថាយើងចង់បានប៉ុន្មានយើង select ប៉ុណ្្នឹងមកឃើញអត់ឥឡូវខ្ញុំ upload ទៅមួយទេទៅសារ file នេះវាធំពេកអញ្ចឹងនេះវាចុច upload មកវានឹង load នៅផ្នែកខាងក្រោមនេះតែយើងមើលឃើញនៅសារតាំងវាកបាំងកន្លែងនោះដែលខ្ញុំទាស់ដាក់ចុចត្រង់នេះមកដើម្បីមើលឃើញរូបភាពរបស់យើងនេះចុចនេះមកដើម្បីនេះលក្ខណៈជាលីអានេះជាលក្ខណៈបែបដែលយើងអាចមើលឃើញបានចឹងនេះយើងកំពុងតែ upload ចូលទៅក្នុង folder របស់យើងចូលថតយកមកយើងចង់បានរូបនៅ upload ទេចុចលើនោះមកអញ្ចឹងវាធ្វើការ upload នៅផ្នែកខាងក្រោមនៃរូបភាពដែលខ្ញុំកំពុងតែដាក់ video caption ហ្នឹងនេះគឺជា logo ដែលខ្ញុំ upload ចូលខ្ញុំចង់លុបចុចលើនេះមកអញ្ចឹងនៅលើនេះវាមានទាំងការបើកយើងរៀនស្វែងយល់ចេះអញ្ចឹងពេលដែលយើងចុចលើ file មួយយើងចុចកន្លែងសញ្ញាដកចុច3នេះអញ្ចឹងវាមានការបើកអញ្ចឹងយើងចង់បើក file ហ្នឹងមើលធម្មតាបើកជាមួយនឹង tab បើកនឹងមួយ canvas ឬក៏យើងបើកជាមួយនឹង app ផ្សេងៗទៀតនៅលើ computer ចង់ download ចង់ rename នៃការផ្លាស់ប្ដូរឈ្មោះវានេះយើងចង់ដូរឈ្មោះវាដាក់មិនយើងតាមនេះមក
ហើយយើងចុច Ctrl មួយវាការ save ហើយឬយើងចុចពាក្យថា OK ទៅវា save ដូចគ្នាហើយយើងចុចទៅតាមនឹងមកអានេះយើង make copy អានេះយើងធ្វើការ share ទៅកាន់មិត្តភ័ក្តិយើងទៅតាម link ឬក៏តាមណាមួយដែលយើងចង់បានវាមាន share នេះហើយនឹង share តាម link អញ្ចឹងណាអានេះយើងចូល remove វាឬក៏បង្កើតជា shortcut ឬយើងចុចលើពាក្យថា star ដើម្បីដាក់នៅកាន់ម្ដុំ star ដែលយើងត្រូវការ star មានហើយពេលដែលយើងចាំបាច់អានេះ file information ទៅនឹងគេនិយាយពី detail របស់វាតើវាលំនឹងម៉ានអីម៉ាននេះយើងចង់ចាក់សោចាក់អីក៏យើងអាចចាក់បានដែរអានេះគឺយើងលុបจากនេះមកអញ្ចឹងយើងលុប file មិនចាំបាច់ទៅនឹងការលុបចឹងនេះគឺការ upload ចូលនៅក្នុងfolder តែបើសិនជាយើងអត់ចង់ដាក់ក្នុង folder យើងចុចអានឹងមកយើងចុចលើ file មកយើង upload ចូលទៅអានឹងវាអត់ចូលក្នុង folder នៃ Google Drive របស់យើងទេគឺវាអត់ចូលទៅពីផ្ទះក្នុង Google Drive របស់យើងអញ្ចឹងដែលយើងចង់ឲ្យល្អគឺយើងបង្កើតនៅ folder នេះឬក៏យើងបង្កើតនៅ folder នៅលើ computer យើងស្រាប់យើងបង្កើតជា folder នៅលើ computer យើងមកយើងចុចនៅលើនេះមកយើងយកពាក្យថា upload folder អញ្ចឹងពេលដែលយើង upload ចូលមកវានៅលក្ខណៈ folder របស់ខ្ញុំនេះឃើញមក folder មួយ folder ស្រេចមកយើងមិនចាំរៀបចំនេះទៀតទេគឺវានៅក្នុង folder យើងហើយអញ្ចឹងយើងម្ដងយើងចុចលើ folder យើងបើកទៅតាម file ទៅការងារប្រចាំខែណាខែ1ខែ2ខែ3ខែ4ខែ5យើងដាក់តាមនឹងមកប្រចាំខែណាអញ្ចឹងទៅបាយការសិស្សថ្នាក់កថ្នាក់ខថ្នាក់គោថ្នាក់ងោថ្នាក់ចថ្នាក់ទី10ថ្នាក់ទី11 12យើងសេចូលតាមនឹងមកឬក៏ញាសាប្រឡងអីចឹងយើងសេចូលហ្នឹងបង្កើត folder មួយនៅផ្នែកខាងក្រៅហើយយើង upload ចូលតែម្ដងតែនេះចឹងចុចបែបហ្នឹងមកឥឡូវយើងមាន folder ចុចលើ folder ចឹងមកហើយចុច upload ចុចវា upload ជា folder ហ្នឹងចូលមកក្នុងនឹងតែម្ដងតែប៉ុណ្្នឹងទៅជាការស្រេចឲ្យយើងអាចប្រើបានប៉ុណ្្នឹងតើតងការប្រើប្រាស់វាបងនេះគឺជាការពេញដែរទៅតនឹងផ្សេងទៀតនេះទៅតនឹង calendar note ទៅនឹង task ទៅនឹង contact វាបញ្ចប់មកនេះទៅការ add on បន្ថែមនេះការ design នេះផ្សេងខ្ញុំ add បន្ថែមទៅលើហ្នឹងចេះទៅតនឹង Google Drive ប៉ុណ្្នឹងមកលំមប្រើមិនជ្រៅទេសម្រាប់អ្នកប្រើទៅតែប៉ុណ្ណោះចឹងសម្រាប់វីដេអូនេះបើគិតថាមានប្រយោជន៍ជួយចែករំលែកបើថាពេញចិត្តចុច like មួយហើយ subscribe បើសិនជាមិនទាន់ subscribe ឬក៏ចង់មើលមេរៀនបន្តទៀតអាចជួយចុច subscribe អ្នកមួយអរគុណសម្រាប់ការទស្សនាវីដេអូនេះ